បាទជំរាបសួរបងប្អូនអរគ្នាចឹងថ្ងៃនេះរីជាមួយខ្ញុំបាត់ file ខ្ញុំនឹងនិយាយទៅកាន់បងប្អូនអរគ្នាអំពីមិចមួយប្រភេទដែលវាមាន brand របស់ DJI ហើយមិចប្រភេទនេះគឺវាមានគុណភាពល្អមែនតើជាក់ស្ដែងទៅគឺខ្ញុំបានទិញវាយកមកតេស្តហើយនឹងធ្វើការ connect ជាមួយ device របស់ខ្ញុំដែលខ្ញុំមាននៅក្នុងដៃរបស់ខ្ញុំហ្នឹងឬរាល់អស់ហើយបានតេស្តគឺឃើញថាវាធ្វើការងារបានល្អមែនតើអញ្ចឹងមិនដែលខ្ញុំលើកយកមកនិយាយចែកជូនបងប្អូនអរគ្នានៅក្នុងថ្ងៃនេះគឺជា brand DJI ហើយវាមានឈ្មោះថា DJI Mix Mini ហើយអ្វីដែលខ្ញុំមាននៅក្នុងដៃនេះគឺវាជាឈុតនិយាយពីរនាក់បាទចឹងសម្រាប់ឈុត DJI Mix Mini នេះខ្ញុំឃើញជាក់ស្ដែងទៅនៅស្រុកក្រៅគឺគេមានឈុតនិយាយ single set ក៏ដូចជាឈុតនិយាយពីរនាក់ចឹងទៅណាអញ្ចឹងនៅស្រុកខ្មែរគឺខ្ញុំព្យាយាមរកឈុត single set ដែរតែដូចជាអស់ stock ហើយអត់មានទេអញ្ចឹងអ្វីដែលខ្ញុំបានកាន់វាហ្នឹងគឺខ្ញុំកាន់តាំងពីម្សិលមិញហើយខ្ញុំធ្វើការតេស្តវាក្នុងមួយថ្ងៃនេះពេញទៅទៀតគឺខ្ញុំ connect វាជាមួយនឹង device របស់ខ្ញុំទី1ខ្ញុំមាន DJI Osmo Pocket 3ដែលខ្ញុំកំពុងតែ record ជូនបងប្អូនទាំងអស់គ្នាទស្សនានេះក៏ប៉ុន្តែក្នុងការ record នេះគឺខ្ញុំប្រើប្រាស់ mic បាទ mic 2ទេរបស់ mic នេះគឺជា original របស់ DJI Osmo បាទ Pocket 3អញ្ចឹងខ្ញុំសូមនិយាយពាក់ព័ន្ធជាមួយនឹង specification របស់ transmitter នេះតិចបងប្អូនគឺវាមានទម្ងន់ប្រហែល10ក្រាមហើយទម្ងន់10ក្រាមនេះគឺអត់បានបូកជាមួយនឹង magnet របស់វាទេ magnet ហ្នឹងគឺជាដុំដៃឆក់ដែលគេដាក់មកដើម្បីយើងផ្ទាស់ជាមួយអាវបងប្អូន wireless operation របស់វាគឺវាបំពាក់មក2400ទៅដល់2485 GHz ឯណោះជាក់ស្ដែងខ្ញុំធ្វើការតេស្តសាកល្បងគឺខ្ញុំដើរបានត្រឹមប្រហែលជា70ម៉ែត្រហើយខ្ញុំឃើញថាគឺការស្រូបសំឡេងគឺល្អមែនតើគឺច្បាស់អត់មានការរំខានអីទេក៏ប៉ុន្តែអ្វីដែលគេដាក់ spec មកឲ្យយើងនៅក្នុងដាក់នេះណាគឺយើងអាចនិយាយបានទៅដល់400ម៉ែត្រអញ្ចឹងពាក់ព័ន្ធជាមួយនឹង battery របស់វាគឺជាប្រភេទ battery Li-ion ដែលវាមានទំហំអំពែ114អាម៉ោងណាអញ្ចឹងសម្រាប់114អំពែម៉ោងនេះបើនិយាយចំទៅគឺវាអាចស៊ូបាននៅពេលយើងបញ្ចូលពេញគឺបានរយៈពេលទៅដល់ 11.5 ម៉ោងឯណោះខ្ញុំ recommend ឲ្យបងប្អូនទិញប្រភេទពួក creator set ដែលដូចជា set របស់ខ្ញុំមានក្នុងដៃហ្នឹងគឺវាមាន transmitter ហ្នឹងគឺមិនហ្នឹង2ហើយដុំ receiver 1ហើយនិង cache 1កន្លែងតែពិសេសជាងគេគឺ cache បងប្អូន cache នេះមិនមែនគ្រាន់តែយើងយកមកដើម្បីទុកដុំ transmitter និង receiver ឲ្យវាបានល្អប្រសើរកុំឲ្យមានការខូចខាតឬក៏ឆ្កូតអីទេអ្វីដែលសំខាន់ cache នេះគឺវាដើរតួជា power bank ទៀតអញ្ចឹង power bank គឺមានន័យថានៅពេលដែលយើងប្រើ mic នឹងអស់ថ្ម receiver អស់ថ្មយើងអាចយកទាំង mic ទាំង receiver ទៅដាក់សាកថ្មនៅក្នុង cache ហើយ cache នេះគឺចំណុចពិសេសវាមានមួយទៀតនៅពេលដែលវាអស់ថាមពលបងប្អូនអាចធ្វើការសាកថ្មជាមួយនឹងដុំ power bank បានទៅទៀតអញ្ចឹងងាយស្រួលមែនតើសម្រាប់បងប្អូនដែលជាអ្នកធ្វើ content ធ្វើវីដេអូដើរលេងបោះតាំងក្នុងព្រៃអីគឺងាយស្រួលមែនតើក្នុងការប្រើប្រាស់អញ្ចឹងជា recommend របស់ខ្ញុំបងប្អូនអាចរកទិញឈុតជា creator set ទៅដើម្បីចំណេញបើមិនជាយើងទិញជាឈុត single set យើងត្រូវទិញ cache ទិញអីច្រើនបន្ថែមទៀតអញ្ចឹងវាត្រូវចំណាយច្រើនអញ្ចឹងបងប្អូនហើយខ្ញុំនឹងតេស្តជាមួយនឹង mic DJI Mini នៅ outdoor អញ្ចឹងឥឡូវខ្ញុំនឹងតេស្តពាក់ព័ន្ធជាមួយនឹងចម្ងាយអញ្ចឹងខ្ញុំនឹងដើរចាប់ពី20ម៉ែត្រទៅអញ្ចឹងឥឡូវនេះគឺខ្ញុំនៅចម្ងាយប្រហែលជា20ម៉ែត្រពីកាមេរ៉ារបស់ខ្ញុំ DJI Osmo Pocket 3អញ្ចឹងឥឡូវខ្ញុំនឹងធ្វើការឆ្លងបន្ថែម20ម៉ែត្រទៀតឥឡូវនេះគឺខ្ញុំនៅចម្ងាយប្រហែលជា40ម៉ែត្រពី Osmo Pocket 3របស់ខ្ញុំអញ្ចឹងសម្លេងបងប្អូនអាចឆែកមើលផ្ទាល់បានថាសម្លេងវាច្បាស់បានកម្រិតណាអញ្ចឹងណាខ្ញុំនឹងដើរបន្ថែមទៅ20ម៉ែត្រទៀតដើម្បីឲ្យគ្រប់60ម៉ែត្រចុះ60ម៉ែត្រអីអញ្ចឹងចម្ងាយ60ម៉ែត្រពីកាមេរ៉ារបស់ខ្ញុំ Osmo ហ្នឹងគឺខ្ញុំគិតថាប្រវែងនេះគឺឆ្ងាយគួរសមហើយគឺ60ម៉ែត្រនេះគឺបើសិនជាបងប្អូនថតលក្ខណៈការងារដូចជា vlog គឺមិនចាំបាច់ដល់ថ្នាក់ឆ្ងាយដល់ម្លឹងពេកទេអញ្ចឹងឥឡូវខ្ញុំសុំតេស្តត្រឹមតែ60ម៉ែត្របានហើយចាំបងប្អូនខ្ញុំគិតថាប្រហែលជាអាចនឹងទទួលបាននៅការតេស្តសម្លេងថាចម្ងាយ60ម៉ែត្រនេះវាមានកម្រិតច្បាស់ល្អបានប៉ុណ្ណាអូខេអញ្ចឹងខ្ញុំធ្វើដំណើរទៅកាន់កាមេរ៉ារបស់ខ្ញុំវិញអរគុណច្រើនអញ្ចឹងឥឡូវខ្ញុំសាកនិយាយនៅពេលដែលខ្ញុំដើរខ្ញុំនិយាយអញ្ចឹងបងប្អូនមានឮសលេងរំខានទេព្រោះអីនៅជុំវិញខ្ញុំគឺមានឡានមានម៉ូតូមានសត្វអីរត់ពេញអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំនិយាយអញ្ចឹងបងប្អូនថាមានសម្លេងរំខានឬក៏មានខ្យល់អីអត់
បងប្អូនអាចឆែកមើលចាក់ស្ដែងបានអញ្ចឹងខ្ញុំដើរបដាខ្ញុំនិយាយបដាអញ្ចឹងទៅអរគុណច្រើនបងប្អូនទាំងគ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ខ្ញុំបាទ Fal សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ